ដំណឹងល្អប្រមុខការទូតអាមេរិកទម្លាយដឹងថាសង្គ្រាមកម្ពុជាថៃអាចឈានដល់បទឈប់បាញ់នៅត្រឹមថ្ងៃច័ន្ទឬថ្ងៃអង្គារសប្តាហ៍ក្រោយវាជាដំណឹងល្អដ៏មានក្តីសង្ឃឹមសម្រាប់កម្ពុជាដែលរដ្ឋមន្ត្រីការបរទេសអាមេរិកបានទម្លាយដឹងថាសង្គ្រាមព្រំដែនកម្ពុជាថៃអាចនឹងឈានដល់បទឈប់បាញ់នៅត្រឹមថ្ងៃច័ន្ទឬថ្ងៃអង្គារសប្តាហ៍ក្រោយថ្លែងក្នុងសន្និសីទកាសែតរយៈពេលជាង2ម៉ោងនៅទីក្រុង Washington DC កាលពីថ្ងៃសុក្រទី19ខែធ្នូឆ្នាំ2025ម៉ោងនៅក្នុងស្រុកដែលត្រូវនៅថ្ងៃសៅរ៍ទី20ខែធ្នូនៅកម្ពុជារដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានលើកឡើងពីចំនួនព្រំដែនកម្ពុជាថៃដោយលោកបានទម្លាយដឹងថាសង្គ្រាមព្រំដែនកម្ពុជាថៃអាចនឹងឈានដល់បទឈប់បាញ់នៅត្រឹមថ្ងៃច័ន្ទឬថ្ងៃអង្គារសប្តាហ៍ក្រោយនេះប្រមុខការទូតអាមេរិករូបនេះបានលើកឡើងថាចាប់ពីថ្ងៃនេះដល់ថ្ងៃច័ន្ទទី22ខែធ្នូឆ្នាំ2025ដែលជាថ្ងៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានសហរដ្ឋអាមេរិកនឹងលូកដៃអន្តរាគមន៍ធ្វើយ៉ាងណាចាប់ឲ្យភាគីទាំងពីរត្រឡប់ទៅអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពឡើងវិញរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានថ្លែងទៅកាន់ក្រុមអ្នកកាសែតថាប្រធានាធិបតី Donald Trump ធ្លាប់និយាយរួចមកហើយថាលោកចង់ឲ្យគេចងចាំថាលោកជាអ្នកបង្កើតសន្តិភាពប៉ុន្តែបទឈប់បាញ់ដែលរដ្ឋបាលរបស់លោកបានជួយបង្កើតនោះកំពុងជួបបញ្ហារួចទៅហើយដោយសារតែកើតមានសកម្មភាពយោធាឡើងវិញរវាងកម្ពុជានិងថៃនៅអាស៊ីនិងរវ៉ាន់ដានិងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៅអាហ្វ្រិកទោះជាយ៉ាងណាលោក Marco Rubio បានអះអាងថាកិច្ចព្រមព្រៀងកម្ពុជាថៃបានជួយបង្កើតឲ្យមានការបញ្ញាចិត្តដែលឥឡូវនេះអាចយកទៅប្រើប្រាស់ដើម្បីចាប់បង្ខំឲ្យភាគីទាំងពីរត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឡើងវិញទន្ទឹមនេះនាយករដ្ឋមន្ត្រីប៊ុនខែដែលចិត្តខ្ទាតចេញពីអំណាចរបស់ថៃលោកអនុទីនឆានវីរៈគុលក៏បាននិយាយដែរថាការចរចាជាមួយសហរដ្ឋអាមេរិកនិងមហាយៈចិនជុំវិញសង្គ្រាមព្រំដែនកម្ពុជាថៃបង្ហាញសញ្ញាវិជ្ជមានហើយនិយាយលៀងខ្លួនថាភាគីថៃមិនមែនជាអ្នកឈ្លានពាននេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ Thai Enquirer កាលពីថ្ងៃសុក្រទី19ខែធ្នូឆ្នាំ2025